តើលោកអ្នកត្រូវមានឯកសារអ្វីខ្លះនៅពេលដែលលោកអ្នកធ្វើការស្នើសុំលិខិតអនុញ្ញាតបើកអាជីវកម្មទៅលើសេវាកម្មផ្នែកវប្បធម៌ចាវិស័យវប្បធម៌គឺជាវិស័យមួយនៅក្នុងចំណោមវិស័យទាំង14របស់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកណ្ដាលដែលវិស័យនេះបានបែងចែកចេញជាពីរសេវាកម្មធំៗរួមមានសេវាកម្មទី1គឺជាសេវាកម្មបើកអាជីវកម្មបណ្ណាគារដែលមានផ្ទៃក្រឡាលើសពី50ម៉ែត្រការ៉េសេវាកម្មទី2គឺជាសេវាកម្មប្រគំតន្ត្រីតាមទីសាធារណៈលក្ខណៈអន្តរជាតិដើម្បីស្នើសុំលិខិតអនុញ្ញាតបើកអាជីវកម្មផ្នែកវប្បធម៌សម្រាប់អាជីវកម្មបណ្ណាគារនិងការរៀបចំប្រគំតន្ត្រីតាមទីសាធារណៈលក្ខណៈអន្តរជាតិមានការចូលរួមច្រៀងឬសម្ដែងពីតារាបរទេសនៅប្រទេសកម្ពុជាម្ចាស់អាជីវកម្មត្រូវរៀបចំឯកសារសំខាន់ៗដូចខាងក្រោមចាំ1សម្រាប់អាជីវកម្មបណ្ណាគារដើម្បីបើកបណ្ណាគារឬទីកន្លែងលក់សៀវភៅដែលមានទំហំផ្ទៃក្រឡាលើសពី50ម៉ែត្រការ៉េឯកសារចាំបាច់រួមមានពាក្យស្នើសុំបើកអាជីវកម្មបំពេញតាមទម្រង់បែបបទរបស់ក្រសួងវប្បធម៌ជីវប្រវត្តិសង្ខេបបំពេញព័ត៌មានផ្ទាល់ខ្លួនរបស់ម្ចាស់អាជីវកម្មឬអ្នកតំណាងកិច្ចសន្យាប្រកបអាជីវកម្មបណ្ណាគារដោយជូនភ្ជាប់ក្នុងពាក្យស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ចម្លងមួយច្បាប់រូបថត 4x6 ចំនួន3សន្លឹកគំនូសបង្ហាញទីតាំងអាជីវកម្មប្លង់ទីតាំងអាជីវកម្មបណ្ណាគារត្រូវគូសដោយប្រព័ន្ធកុំព្យូទ័រនិងមានចុះហត្ថលេខាទទួលស្គាល់ដោយមេឃុំចៅសង្កាត់សូមបញ្ជាក់ថាលិខិតអនុញ្ញាតប្រកបអាជីវកម្មបណ្ណាគារមានតម្លៃសេវា 20,000 រៀលនិងមានសុពលភាពរយៈពេល1ឆ្នាំចាប់2សម្រាប់សេវាកម្មប្រគំតន្ត្រីតាមទីសាធារណៈលក្ខណៈអន្តរជាតិដើម្បីអាចប្រគំតន្ត្រីតាមទីសាធារណៈលក្ខណៈអន្តរជាតិបានអតិថិជនតម្រូវឲ្យមកបំពេញពាក្យស្នើសុំនៅអង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាលដែលភ្ជាប់មកជាមួយនៅឯកសារដូចខាងក្រោមពាក្យស្នើសុំប្រគំតន្ត្រីបំពេញតាមទម្រង់បែបបទរបស់ក្រសួងវប្បធម៌ជីវប្រវត្តិសង្ខេបបំពេញព័ត៌មានផ្ទាល់ខ្លួនរបស់ម្ចាស់អាជីវកម្មឬអ្នកតំណាងកិច្ចសន្យាប្រកបអាជីវកម្មដោយជូនភ្ជាប់ក្នុងពាក្យស្នើសុំអត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែនរបស់អ្នកដាក់ពាក្យស្នើសុំច្បាប់ចម្លងមួយច្បាប់លិខិតឆ្លងដែនតន្ត្រីករសិល្បករនិងសិល្បករនីបរទេសថតចម្លងចំនួន1ច្បាប់បញ្ជីរាយនាមតន្ត្រីករសិល្បករនិងសិល្បករនីទាំងខ្មែរនិងបរទេសចំនួន1ច្បាប់លិខិតអនុញ្ញាតប្រគំតន្ត្រីតាមទីសាធារណៈលក្ខណៈអន្តរជាតិមានតម្លៃសេវា1លានរៀលក្នុង1លើកចាដើម្បីជាការផ្ដល់ភាពងាយស្រួលទៅដល់ម្ចាស់អាជីវកម្មទាំងអស់ដែលពុំមានពេលវេលាគ្រប់គ្រាន់មកដល់ទីតាំងរបស់អង្គភាពច្រកចេញចូលតែមួយចាម្ចាស់អាជីវកម្មក៏អាចបំពេញពាក្យស្នើសុំសេវាលើវិស័យវប្បធម៌និងវិចិត្រសិល្បៈតាមប្រព័ន្ធអនឡាញបានផងដែរតាមរយៈគេហទំព័រ online.owso.go.kh ផងដែរចាហើយលោកអ្នកក៏អាចធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទ096 501 5088ដើម្បីសាកសួរព័ត៌មានលម្អិតបន្ថែមនៅរៀងរាល់ម៉ោងធ្វើការចាបងប្អូនប្រិមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីចានៅពេលនេះដោយសារតែពេលវេលាមានកំណត់កម្មវិធីចំណេះដឹងទូទៅដែលរៀបចំឡើងដោយវិទ្យុជាតិខេត្តកណ្ដាលក៏ឈានដល់ពេលបញ្ចប់អ្នកខ្ញុំក៏សូមជូនពរឲ្យលោកអ្នកជួបតែសំណាងល្អនិងមានសុខភាពល្អគ្រប់ក្រុមគ្រួសារចា៎នាងខ្ញុំព្រមទាំងក្រុមការងារនៃវិទ្យុជាតិខេត្តកណ្ដាលសូមអរគុណនិងសូមជម្រាបលា